គណៈថ្វាយគុំព្រះអង្គ សាធុ ថ្ងៃនេះ SK ចង់ដឹងថាព្រះអង្គគង់នៅវត្តនេះប្រហែលឆ្នាំហើយសង់ពហិនេះអស់ប្រហែលអស់សង់កុដនេះអស់ប្រហែល ពរឲ្យសូមចម្រើនពរញោមពិធីករឬចម្រើនពរញាតិញោមបងប្អូនទាំងអស់សូមឲ្យជ្រាបថាអាត្មាបានមកគង់នៅក្នុងទីនេះទៅវា8ឆ្នាំហើយណា ណា នៅទីនេះហើយដែលការកសាងវត្តនៅក្នុងទីនេះហ្នឹងគឺអស់ចំនួន1លានកន្លះហើយដល់សប្តាហ៍ថ្ងៃហ្នឹងប៉ុន្តែ1លានកន្លះហ្នឹងមិនទាន់ជារួចរាល់ទេដូចញោមបានជ្រាបស្រាប់ហើយ ណាអាចុះដេគុណមានប្រសង់នៅគង់វត្តនេះប្រហែលអង្គដែរកណា មានប្រសង់គង់នៅក្នុងវត្តខេមរាយើងរាល់ថ្ងៃនេះគឺជាអចិន្ត្រៃយ៍ហ្នឹងចំនួន3អង្គញោម ណាឥឡូវមានពាក្យអ្វីប្រែផ្ដាំដើម្បីពលរដ្ឋមកចូលរួមដើម្បីកសាងបុណ្យនៅទីនេះទេកណា បើអញ្ចឹងអាត្មាសូមក្រាបថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គចម្រើនពរញាតិញោមបងប្អូនពុទ្ធបរិស័ទទាំងអស់នៅក្នុងប្រទេសអូស្ត្រាលីណាបងគឺឥឡូវនេះវត្តខេមរាហ្នឹងបានคล้ายទៅជាវត្តពិតប្រាកដដែលជាមជ្ឈមណ្ឌលកណ្ដាលរបស់ខ្មែរយើង ណា ដូចជាក់ស្ដែងថ្ងៃនេះគឺយើងត្រូវការទីនេះសម្រាប់ខ្មែរពេលដែលខ្មែរយើងមានបញ្ហាអ្វីមួយចង់មកជួបរដ្ឋាភិបាលក្នុងទីនេះអញ្ចឹងទៅយើងមានវត្តអារាមរបស់យើងហើយវត្តអារាមនេះគឺមិនមែនជារបស់នរណាម្នាក់ទេគឺជារបស់ខ្មែរទាំងអស់នៅក្នុងដែលប្រទេសអូស្ត្រាលីនេះដែលបានកសាងរួមគ្នាអញ្ចឹងឥឡូវហ្នឹងគឺយើងបានវត្តហើយដូច្នេះហើយសូមអញ្ជើញបងប្អូនចូលរួមកសាងបន្ថែមទៀតព្រោះយើងមានការខ្វះខាតជាច្រើនទៀតណាញោមណាហ្នឹងអញ្ចឹងសូមបដិជគុណក៏ដូចញាតិញោមបងប្អូនទាំងអស់ពរអញ្ជើញនិមន្តនិងអញ្ជើញចូលរួមដើម្បីកសាងឲ្យទីនេះคล้ายទៅជាមជ្ឈមណ្ឌលពុទ្ធសាសនាសម្រាប់ខ្មែរយើងទាំងអស់គ្នាទីបញ្ចប់សូមប្រគេនពរសពសារការដល់គុណចាស់គ្រប់អង្គជូនពរដល់ញាតិញោមបងប្អូនជាពិសេសជូនពរដល់ញោមពិធីករជាពិសេស SK លោកតែងតែព្យាយាមផ្ដិតរូបភាពគឺថាច្រើនណាស់ដើម្បីចែកជូនដល់ប្រជាពលរដ្ឋយើងឲ្យបានយល់ដឹងឲ្យបានដឹងអំពីព័ត៌មានជុំវិញរបស់ខ្មែរយើងសូមអរគុណញោមច្រើនហើយជូនបនញោមត្រឡប់ទៅវិញឲ្យបានសុខសប្បាយទាំងអស់គ្នាណា គណៈអរគុណព្រះអង្គដែលអនុញ្ញាតឲ្យគណៈសម្ភាសសូមឲ្យបងប្អូនតាមដាន SK ថ្ងៃនេះខ្ញុំសប្បាយរីករាយមកផ្នែកផ្នែករដ្ឋាភិបាលផងទេប៉ុន្តែឆ្លៀតឱកាសសម្ភាសព្រះអង្គដើម្បីកសាងវត្តនៅទីនេះឲ្យបានជោគជ័យថ្វាយគុំលា SK Media